ก็ส่งกรุ๊ปจิมพ์สู้ดอลบองปอนต่างนี้บางแต่เจตชุนระบบสมาร์ทบอชอปิเคต่างจัดต่างทำไมต่างนี้บัดนี้ขยมกระจังกรุ๊ปจิมพ์จูนปีระเบียบในการบางในโดรนเคปั๊มไปดมวยแม็กในชิปประเภทโดรน GPS ให้มีลำลายทู่ทลายจิงเกในขนมตีบซาในขนมประดิษฐ์จินจักรกรรมเชื่อระบายยืงให้เชื่อกับห่อมวยโดยจิขยมเคยอย่าปนมวยจำนวนแต่กอดแต่บางโดรนนั้นให้เล่นโดรนละโหดอลแกแต่โคบุตรตองในบอร์ดในโดรนนั่นนะบางคนก็นี้นับไปได้โคบุตรตองในบอร์ดโดรนหรือก็แชร์บอร์ดโดรนคือโดรนนั่นคือยังบอร์ดเราวิคือเผยแรงการได้บางยังถือการดูบอร์ดทำไมแล้ววันนี้เราโดรนบางยังที่วันนี้โดรนทำไมก็ได้หรือก็โดรนในยังตัวแต่บางดูบอร์ดก็ได้จังจะทอมมานะคือบุตรตองบางวิเนี่ยอะไรบัดบางเนี่ยยังอัดจำบัดจะกอดคลังตีบางคนเนี่ยเป็นแต่บางคนจดบางในโดรนเคผมไปทำมวยแม็กกันนะยังก็จดมวยมาจดตะปัดมวยเมื่อบ้านnàyนี่ยังจดใหญ่เคยยังจดตะปัดแต่มวยเนี่ยบางคนเนี่ยมันจำบัดจดจวบปีใบวินิตีตีมันจำบัดได้ก่อนจดปัดมันคือบางเพลิงในคลุนเวียบางเป็นแต่วีโลเพลิงใหม่ไม่มีท่าวีอัตตอนมันขนาดจมูกนึงไตเล่รีโมทคอนโทรลบางอย่างตีฉันยังคือการบางเตเลรีโมทคอนโทรลบางอย่างใช่ไหมบางคนเลยบางอย่างคือการบางเตเลรีโมทคอนโทรลบางอย่างใช่ไหมบางโดรนนี้นับเป็นยังบางมากคือวิสกอร์คนี้แต่บางนับเป็นบางสกอร์คนี้เพลิงขามุกบวินลินโลดบางยังรีเซ็ตวิมันตีมาการรีเซ็ตตีมาประชาเจบางยังรีเซ็ตตีมาประชาเจให้โดรนนี้มุนเลนบางคนเนี่ยตัวใบบางคนเลนในขนมเตะกระดอยยังเลนในแขวเตะกระดอยคือเตรียมเตียยังถือการធ្វើ geography ឲ្យវាស្គាល់ទីតាំងភូមិសាស្ត្រសិនអាហ្នឹងបាន drone មកយើងហោះបានស្រួលណាហោះបានស្រួលអញ្ចឹងជាដំបូងគឺបងប្អូនចុចកន្លែងនេះកន្លែងនេះមាន2 function ណាយើងចុចមួយ point ណាបាទយើងចុច point ចឹងហើយយើងបង្វិលក្បាល drone ចេះបាទនៅពេលទឺថេបបងប្អូនផ្កាប់វិញមកបាទយើងដាក់នៅដីបាទហើយបន្តមកទៀតយើងចុចកន្លែងនេះឲ្យជាប់បាទចុចឲ្យ3វិនាទីមកចុចឲ្យជាប់ដូចគ្នាបាទយើងចុចឲ្យជាប់ហើយសម្រាប់បងប្អូនដែលយើងលេងនៅក្នុងផ្ទះណាបងប្អូនលេងនៅក្នុងផ្ទះគឺបងប្អូនត្រូវការបដាច់ GPS វាសិនបាទបដាច់ GPS កន្លែងនេះមាន GPS នេះយើងបដាច់ចុចបដាច់ចេញមកបាទយើងចុចបដាច់ចេញមកយើងបញ្ឆេះមកបញ្ឆេះពេលយើងបងប្អូនគ្នាឆេះហើយយើងរុញឡើងលើគឺហោះហើយបាទបលុតវិញដូចគ្នាអញ្ចឹងយើង reset មួយសិនបាទ reset មួយបាទយើង reset 2អូខេអាមិញគឺយើងបង្ហោះក្នុងផ្ទះមានន័យថាយើងចុចផ្ដាច់ GPS ដើម្បីបង្ហោះបានហើយមុននឹងបង្ហោះយើង reset drone ឬក៏នឹងបង្ហោះយើងធ្វើ geography ឲ្យវាស្គាល់ទីតាំងភូមិសាស្ត្របន្តិចទៅដូចយើង reset ខួរក្បាលនៃ drone អញ្ចឹងបាទបន្តមកទៀតបើយើងលេងនៅក្រៅផ្ទះជាទូទៅជា automatically គឺ drone នេះគឺវាតែងតែភ្ជាប់ជាមួយ GPS ជានិច្ចនៅខាងក្រៅផ្ទះប៉ុន្តែយើងធ្វើការ geography ដូចគ្នាសិនឥឡូវខ្ញុំចូលនៅក្នុង function GPS ក្នុង function GPS បើសិនជាបងប្អូនលេងនៅក្នុងផ្ទះណាបងប្អូនចុចមិនក៏អត់ហោះដែរឃើញប្រឆេះមិនក៏អត់ប្រឆេះដែរបាទតើយើងប្រើ GPS អញ្ចឹងក្នុង function នេះមុខងារនេះតើតែបងប្អូនធ្វើ geography មាញ់នេះមានធ្វើដូច reset បង្វិលក្បាល drone បង្វិលហើយយើងរងចាំប្រហែលជាខ្ទង់30វិនាទីឬក៏1នាទីបាទដើម្បីឲ្យ drone នេះវា search GPS ដើម្បីឲ្យ drone នេះវាស្វែងរកនៅតំបន់ GPS របស់វាថាតើ GPS របស់វា load បានប្រមាណកម្មគ្រប់ដណ្ដប់បានប្រមាណហើយប្រមាណបាទបើសិនជាយើងមើលនៅក្នុងទូរស័ព្ទដៃរបស់យើងនឹងអាចឃើញចំនួន GPS របស់វា load បាន9 10 11 12អញ្ចឹងទៅបាទ GPS កាន់តែច្រើនគឺ drone របស់យើងហោះកាន់តែស្រួលបាទហ្នឹងចង់បញ្ជាក់អញ្ចឹងណាហើយបើសិនជាយើងរងចាំប្រហែលខ្ទង់30វិនាទីឬក៏ដល់1នាទីនោះសម្លេងនៃ drone របស់យើងនេះវានឹង load ទឺរៀងយូរបន្តិចអញ្ចឹងមានន័យថា GPS របស់យើងគឺបានភ្ជាប់ហើយនៅពេលដែល GPS ភ្ជាប់បងប្អូនទាំងគ្នារុញខាងលើនេះរុញដៃខាងឆ្វេងទៅលើនេះគឺមានន័យថាប្រឆេះ drone បាទប្រឆេះ drone ហើយយើងរុញទៅលើនេះគឺហោះហើយបាទមានន័យថាយើងប្រើប្រាស់នៅមុខងារ GPS នៅខាងក្រៅផ្ទះបងប្អូនស្ដាប់អត់ច្រឡំទេមែនទេដើម្បីបង្ហោះ drone បាននៅខាងក្រៅផ្ទះជាពិសេសគឺ drone មាន GPS គឺយើងត្រូវប្រើប្រាស់នៅមុខងារ GPS ហើយតម្រូវឲ្យមាន GPS ទៀតបាទសួរថា GPS មានយើងមើលរបៀបម៉េចដូចខ្ញុំបានបញ្ជាក់អញ្ចឹងធ្វើ migrate វាហើយវាលោតសម្លេងទៅទឺ
នេះហើយរងចាំ1នាទីមិញយើងរងចាំ30ឬក៏1នាទីយើងរុញដៃខាងឆ្វេងទៅលើវាឆេះរុញឡើងលើទៀតគឺវានឹងហោះបាទអញ្ចឹងមានន័យថាយើងកំពុងតែប្រើប្រាស់នៅមុខងារ GPS ហើយខ្ញុំសូមហាមផ្ដាច់តែម្ដងបងប្អូនលេងនៅខាងក្រៅផ្ទះបងប្អូនស្រាប់តែចុចផ្ដាច់ GPS បែបនេះឧទាហរណ៍ចុចផ្ដាច់ GPS ណាបាទប្រឆេះពឹបឆេះរុញពឹបហោះហើយបងប្អូនលេង drone មាន GPS ប៉ុន្តែបងប្អូនផ្ដាច់ GPS ណា drone ហ្នឹងគឺស្មើនឹង drone អត់ GPS ហើយហោះអត់បានឆ្ងាយហោះអត់បានខ្ពស់ទេបងប្អូនហោះនឹងមានហានិភ័យបងប្អូនហោះនឹង drone របស់បងប្អូននឹងអាចហោះចោលបងប្អូននៅគ្រប់វិនាទីណាទាំងអស់បាទអញ្ចឹង drone មាន GPS សំណូមពរហើយសំណូមពរទៀតឲ្យបងប្អូនអរគ្នាប្រើប្រាស់នៅមុខងារ GPS មកហាមផ្ដាច់ GPS ដើម្បីឲ្យ drone នឹងហោះនៅខាងក្រៅផ្ទះអានេះខ្ញុំបញ្ជាក់ទៀតណាបងប្អូនអរគ្នាចឹងសូមលេង drone ដោយការប្រុងប្រយ័ត្នហើយដោយការទទួលខុសត្រូវដោយខ្លួនឯងបាទបើសិនជាអត់យល់កន្លែងណាស្រាវជ្រាវបន្ថែមបាទនៅក្នុង page របស់ខ្ញុំក៏មាននៅក្នុង page គេផ្សេងក៏មានដែរជាពិសេសអាចមើលនៅក្នុង YouTube ទៅបងប្អូនអរគ្នាបាទគេ share ចែករំលែកច្រើនណាស់ពីរបៀបនៃការប្រើប្រាស់នៃ drone នីមួយៗបាទអញ្ចឹងខ្ញុំយល់ឃើញថាសម័យកាល digital នេះមិនលំបាកទេក្នុងការរៀនសូត្រពីបញ្ហាទាំងអស់នេះបាទអញ្ចឹងគឺខ្ញុំនឹងយល់ឃើញថាវីដេអូដែលខ្ញុំធ្វើនេះនឹងអាចឆ្លើយតបជាមួយនឹងបងប្អូនរបស់យើងដែលតែតែប្រើប្រាស់ drone K8 11 Max នេះលេងទៅខូចបតលេងទៅខូចប្រដាប់ចុចប៊ូតុងរបស់វាហើយតែប៉ុន្តែនេះទៅពេលយើងបិទណាបងប្អូនគ្នាបិទនេះក៏ដូចគ្នាដែរយើងចុចតាល្មមឥឡូវខ្ញុំចុចណាខ្ញុំចុចណា1 2 3ខ្ញុំចុចហើយទៅពេលវាលោតភ្លឹបភ្លឹបបែបនេះយើងដកដៃវិញមកចាំមានថា drone ហ្នឹងគឺវាលោតភ្លើងហើយបាទយើងបិទឲ្យជោគជ័យហើយអញ្ចឹងយើងបត់ដៃ drone យើងវិញមកហើយយើងដាក់នៅក្នុងប្រអប់វិញទៅហើយសម្រាប់ការសាកថ្មក៏ដូចគ្នាដែរឈប់លេងគឺយើងដោះថ្មចេញបែបហ្នឹងមកដោះថ្មចេញតែម្ដងឬក៏ហើយដល់ពេលដែលឈប់លេងភ្លាមយើងកុំតាន់អាចយកថ្មទៅសាកភ្លាមបងប្អូនគ្នាទុកថ្មត្រជាក់សិនទៅចាំយើងសាកអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំនៃការចែករំលែករបៀបនៃការប្រើប្រាស់ខ្លះៗនៃ drone K8 11 Max នេះគឺមានប៉ុណ្ណឹងបាទសូមគោរពអរគុណបងប្អូនគ្នា See you next video